បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពបាទថ្ងៃនេះមកហើយបាទមកទៀតហើយប៉ុន្តែមកលើនេះរៀងកំសត់បាទលើក្នុងវីដេអូនេះចង់ឲ្យមើលស្រូវហើយនឹងស្រូវករងបាទជាការប្រមូលផលរបស់វិជាកសិករយើងបាទហើយក្នុងអំឡុងពេលនេះឥឡូវនេះម៉ោងនេះគឺវាកំពុងតែមានបញ្ហារឿងព្រៃសាំងបាទអញ្ចឹងមិនដឹងថាការប្រមូលផលការលក់ដូររបស់ស្រូវវិជាកសិករនេះជាស្រូវប្រាំងបាទស្រូវប្រាំងដែលខ្ញុំទៅលេងនៅទំនប់78បាទនៅខាងភ្នំក្រោមក្បែរភ្នំក្រោមនោះបាទស្រូវនេះគឺគេច្រូតបណ្ដើហើយបាទហើយកន្លែងដែលខ្ញុំថតនេះជាងក្បែរផ្លូវទេបាទហើយវាស្រែធំណាស់បាទនៅហ្នឹងបាទហើយខ្ញុំមកនាំកូនម្ល៉េះក៏មកឃើញបងប្អូនជាកសិករគាត់ប្រមូលផលខ្លះត្រួតស្រូវខ្លះបាទក៏ចេញវីដេអូមួយទៅបាទនេះស្រូវគាត់ល្អមែនហើយល្អនេះក៏មិនមែនល្អមិនដឹងថាល្អដោយសារតែប្រើជីដែរអត់ទេណាប៉ុន្តែជាទូទៅស្រូវប្រាំងបើអត់ដាក់ជីគឺអត់ល្អទេបាទអត់កើតទេបាទអញ្ចឹងបងប្អូនជាកសិករយើងគាត់ខំណាស់បាទខំទាំងយប់ខំទាំងថ្ងៃបើសិនជាស្រូវវស្សាច្រូតទាំងយប់ច្រូតទាំងថ្ងៃនោះបាទព្រោះអីបើសិនទៅយូរអាចបាក់បាទកាលណាបាក់វាធ្វើឲ្យស្រូវជ្រុះស្រូវអីចឹងណាបាទទុំជ្រុលអីចឹងណាតែស្រូវប្រាំងខ្ញុំមិនដឹងថាគេច្រូតអាយុប្រហែលប្រហែលថ្ងៃទេបានគេច្រូតបន្ទាប់ពីទុំមកប៉ុន្តែខ្ញុំឃើញគេច្រូតស្រូវខៀវដែរប៉ុន្តែគេច្រូតបានមិនដឹងថាគាត់បន្ទាន់ខ្លាចច្រូតបន្ទាន់ស្រូវបាក់ឬក៏យ៉ាងណាទេណាបាទហើយមើលស្គូស្រូវនេះល្អណាស់បាទហើយនេះមើលស្រូវនេះខ្ញុំឆោទៅលើថ្នោតឃើញបងគាត់លើកស្រូវលីអាណិតគាត់បាទអាណិតគាត់ថាគាត់ប្រើកម្លាំងដើម្បីដូរយកលុយទិញបាយទិញម្ហូបសម្រាប់គ្រួសារអីណាបាទខ្ញុំអត់ហ៊ានថតទៅចិត្តគាត់ទេខ្លាចថារក្សាភាពឯកជនរបស់គាត់បាទនេះស្រូវដែលគេបំរុងនឹងដាក់ឡើងឡានបាទប្រហែលជាគេថ្លឹងហើយបាទហើយនៅក្បែរនេះគឺខ្ញុំមកថតគឺវាថាក្បាត់ក្រុងដែរទេក្បាត់ក្រុងវាមានទេសភាពស្អាតបាទយើងនៅជ័យក្រុងតនេមកលេងស្រុកខ្សែបាទលំហែចុងសប្តាហ៍ទេបាទថ្ងៃអាទិត្យបាទសិលមិញខ្ញុំទៅលេងជាមួយកូនបាទពីរនាក់កូនជិះម៉ូតូទៅលេងឃើញស្រូវបាទហើយមានទឹកមានអីចឹងណាបាទហើយឃើញបងគាត់មកលេងគាត់មកកំសាន្តនៅតាមលក្ខណៈគូសារបស់គាត់ណាបាទហើយខ្ញុំចង់និយាយបន្តិចតើតើនឹងអានេះគេហៅគុំស្រូវបាទស្រូវបៃគុំបងប្អូនណាអត់ស្រូវបៃអត់ស្គាល់ស្រូវបៃគុំទៅដល់នេះបាទប្រហែលជាគេដឹងច្រើនមែនបាទអានេះស្រូវប្រហែលវាបៃគុំអត់ណាប្រហែលជាទឹកដក់ទៅព្រោះទឹកដក់ទៅវាអត់កើតបាទទឹកដក់ទៅវាលលួយគ្របអស់បាទតែវាល្អមកដើមនេះមើលបៃគុំល្អទេពុកម៉ែបងប្អូនបាទនេះហើយគេហៅស្រូវបៃគុំបាទស្រូវភាសាគឺផ្លែល្អហ្មងបាទហើយចំណែកនេះគឺស្រះទឹកកន្លែងសួនកន្លែងគេទៅចុះគេកំសាន្តកន្លែងហាងគេបាទគេចុះទេសភាពនៅនេះចិត្តល្អណាស់វេលាម៉ោង5អីហ្នឹងហ្មងបាទម៉ោង4រៀលក្តៅបន្តិចតែម៉ោង5នេះគឺចិត្តល្អណាស់បាទឧទាហរណ៍ថាចាស់ទៅយើងមានកន្លែងដាំដំណាំយើងមានស្រះទឹកដាំហើយចិញ្ចឹមត្រីមិនដឹងតែក្តីសុខប៉ុណ្ណាទេបាទតែដីនេះមិនមែនតិចហិកតាណាបាទតោះយើងមានលទ្ធភាពតែណាអានេះជាការសម័យគ្រប់គ្នាអត់តែចាស់ទៅចង់មានកញ្ចុះចង់មានស្រះទឹកតាំបន្លែស្រោចអីណាបាទអានេះស្រូវដែរវាខាស់ទឹកអស់តែស្រូវចិត្តទុំហើយទឹកប៉ុណ្ណឹងគឺវាមិនថ្មីទេព្រោះស្រូវចិត្តទុំហើយស្រូវទុំទឹកខាស់ហ្មងហើយម៉ាស៊ីនអាចចូលច្រូតយ៉ាងស្រួលបាទមើលថ្ងៃរះល្អណាស់បងអើយថ្ងៃរះស្អាតថ្ងៃនោះកំពូលភ្នំក្រោមបាទអានោះកំពូលភ្នំក្រោមខ្ញុំថាឆ្ងាយទេណានេះនៅភ្នំ78នេះបាទនៅខាងសៀមរាបបាទខាងសៀមរាបភ្នំក្រោមអានេះទនេងាកឡើងគេមកលេងកន្លែងទំនប់ផ្លូវទៅទំនប់78ចេញពីផ្សារកៃ1ម៉ែត្រផ្ទះតវើងណាបាទចឹងគឺមកក្រោមទៀតមានហាងគេបាទហើយយើងអង្គុយលេងទៅបើយើងមានចំណីអាហារក៏អង្គុយហូបចុកអីខ្លួនឯងណាបើយើងអត់មានទេយើងអាចទិញគេតាមក្បែរនឹងបានហើយនេះគឺថ្ងៃរះបាទថ្ងៃលិចសូមតោបាទថ្ងៃរះស្អីបាទម៉ោង5 6ហើយស្មើតែបាទ
ហើយខ្ញុំពីអ្នកកូនក៏ដល់ពេលវេលាទៅផ្ទះវិញហើយព្រោះម៉ោង6ឆិតលិចហើយបាទតនាំកូនលេងហាត់ប្រាណអីហើយក៏ទៅវិញក៏ឆ្លៀតថតតិចទៅនេះវាស្រែប្រាំងដែលគេថតគេច្រូតហើយបាទក៏ថតជូនពុកម៉ែបងប្អូនសម្រាប់ទស្សនាកំសាន្តលេងបាទហើយក៏ល្ងាចហើយខ្ញុំក៏វិលទៅផ្ទះវិញដែរបាទហើយកន្លែងទៅនឹងគឺកន្លែងគេច្រូតស្រូវប្រាំងហើយបាទតែគេប្រមូលផលអីហើយចឹងណាបាទហើយឃើញគេមានដាក់ចិញ្ចឹមទាចាំអីទេបាទមិនថាគេធ្វើបានប្រមាណដងទៀតទេបាទស្រូវប្រាំងហ្នឹងបាទឃើញគេប្រមូលផលអ្នកស្រែតលខំចឹងបងប្អូនបានបើសិនអត់ខំទេធ្វើមិនបានលុយចាយទិញបាយទិញរបស់របរផ្សេងៗណាបាទចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាបាទឥឡូវរដូវកាលនេះគឺរដូវកាលជិតចូលឆ្នាំហើយតែឥឡូវសាំងឡើងថ្លៃបាទអញ្ចឹងយើងសម្រាប់ខ្ញុំផ្ទាល់តែបិទទ្វារបន្តិច